បងប្អូនខ្ញុំសូមនិយាយរឿងគេកាប់ឈើលក់បន្តិចហ្នឹងណានៅតំបន់ហ្នឹងក្រោយខ្ញុំណាអាចមើលមិនឃើញទេកាមេរ៉ាខ្ញុំចាំងញ៉ោហ៊ានទៅថតគេទេចង់និយាយទៅថាឈើលក់ហ្នឹងមកគីបខ្ញុំទៅសួរគាត់ដែរ45000លក់ឲ្យខាងគេធ្វើដូចជាខ្ជូងធ្វើទឹកកកអីខ្ញុំអត់បានសួរបញ្ជាក់ដែរគាត់កាប់ឡើងខ្ទេចស្រែខ្ញុំត្រៃហ្នឹងអ្នកស្គាល់ទេសិនអ្នកស្គាល់ទេខ្ញុំគាត់ថាមុននឹងកាប់ពីមុនកាប់ទាំងក្រែងចាស់គេកាត់ពេលយកកាត់ឥឡូវម្ចាស់គេនៅក៏កាប់ដែរវាដល់ថ្នាក់ហ្នឹងណាហើយខ្ញុំមិនដឹងទៅត្រូវនិយាយថាម៉េចទេព្រោះអស់មកលុបជ្រោកហើយចាស់ខែប្រាំងខ្ញុំមកភ្ជួរដែរភ្ជួរឲ្យបានអីជ្រោកហើយពីមុនតំបន់នេះព្រៃតំបន់នេះព្រៃល្អហ៎ថតអ្នកនរគ្នាមើលបន្តិចគឺព្រៃឥឡូវស្លាស់អស់វាមិនព្រៃណាទេគាត់ថាវាសម្បូរដើមឈើសម្រាប់យើងនេះសម្រាប់យើងអាចថាយកជាជំរកជាអីបានសំរុំហើយសម្បូរដើមឈើសម្បូរព្រៃអាចដាក់ត្រីដាក់អីបានពេលខែភាសាហើយសម្បូរសត្វសម្បូរអីអញ្ចឹងណាតែឥឡូវគេកាប់ឈើយកទៅលក់មិនមែនជាជំនួយអីធំនំនេះវាជាជនតាមភូមិហ្នឹងគាត់កាប់ទៅលើក៏ដូចជាហ៊ានពេកអញ្ចឹងទៅខ្ញុំមិនដឹងថានិយាយថាម៉េចខ្ញុំគិតថាពេលខ្លះគួរតែមានវិធានការខ្លះមួយពួកគាត់បើមិនអញ្ចឹងទេអស់ឈើលលេងបណ្ដោយក៏ដៅណាលើវាក្តៅខ្លាំងមែនទេនៅមកកាប់តាមឈើអស់នេះ2កយន្តនោះចាំមើលខ្ញុំថតឲ្យមើលនេះកយន្តមួយនៅខាងនេះមួយទៀតខ្ញុំបានចេញទៅក្រៅខ្លាចគេឃើញគឺថា2កយន្តណា2កយន្តហ្នឹងបើគិតជាគីបដូចជាឬគាត់ដាក់ថាបាន5គីបអញ្ចឹងវាជាង200,000មកកយន្តហើយគាត់មិនរកមិនបានព្រឹករកបានប៉ុណ្្នឹងហើយខ្ញុំដឹងថារកទៅបានច្រើនតែវាខ្ទេចប្រៃឈើឲ្យដាំឈើដែលគេកំពុងកាប់ហ្នឹងបើតាមមើលទៅដូចជាខ្ទង់10ឆ្នាំជាងហើយតាមខ្ញុំនៅក្មេងៗដែរណាវាមើលទៅវាគួរពិបាកចិត្តដែរតែខ្ញុំថាបើសិនជាមានគេឃើញវីដេអូនេះគួរតែមានវិធានការខ្លះលេងរងថ្ងៃ